សូមជូនរឿងជំនោរនិរដីភាគទី6កំពូលដួងចិត្តជីវិតស្នេហ៍អើយកេងមកកេងមកកេងកាយខ្នល់ក្តៅកាយផ្លូវពុំងាយល់ធ្ងោទឹកជ្រោះហូរខ្ទប់គ្នាតបបាំងគ្នាស្រីស្រស់អន់ភ័យបន្តិចវិញធ្វើឲ្យរាត្រីមិនអស់ចិត្តចំណាននិយាយមិនខុសទេរឹកពីស្រីក្រមុំលីណាចេះខ្មាស់ដោយវលៈប្រៀបមិនបានផងពុំសមជានារីធ្លាប់ហក់លូតក្នុងបាសោះតែអ្នកបានឃើញច្បាស់ថានាងជាស្រីបាចេះចាក់ស្រាបំរើភ្ញៀវប្រុសទំនងណាស់នាងធ្លាប់បង្អែលដៃអ្នកមញ៉ែមញក់ដាក់ទៀតផងឲ្យអ្នកថានាងនៅល្អឯណាបានមកដល់មុខសុខាល័យគេចតឡានរួចនាំលីណាចូលទៅធីតាដើរទាំងអៀនព្រោះឃើញគេមើលនាងច្រើនពេកនាងពុំធ្លាប់ចូលហាងក្នុងលក្ខណៈរៀបខ្លួនទេបើធ្លាប់លក់ផ្កាវិញតែសក់មិនសិតផងគេមើលច្រើនពេកនាងចង់ចំពប់ជើងដួលរាត្រីអស់សំណាចព្រោះតុកណាក៏ងាកមកមើលស្រីល្អដែរព្រោះតែនាងស្អាតពេកបានជាម្ដាយចិញ្ចឹមព្រួយបារម្ភមុនស្លាប់មិនហ៊ានឲ្យនៅខ្ទមម្នាក់ឯងតែមកភ្នំពេញចុះពីឡានមិនទាន់វិសទៅធ្វើខ្លួនទៅវិញកុំតែបានជួបរាត្រីជីវិតនាងពុំដឹងខ្លាយទៅជាស្អីទៅហើយទេទៅខាងត្បូងសិតតែតួឯកចេញថតថ្មីកំឡោះសកលក្រោយដំគ្នាខ្សឹបខ្សៀវថាបានប្រពន្ធស្អាតរបៀបនេះអញឈប់ខលហើយសម្អាតបរោះឈ្មោះសម្អាតសាយតែក្បាលមិត្តប្តីគេរៀងមើលតែអាតួកុំប្រៀបធៀបអីអ្នកកាន់ម៉ាស៊ីនដូចឯងនោះរាត្រីធ្វើមិនលឺតែគេដូចជាស្រាខ្លួនបែរទៅនាងក្រមុំវិញឈ្ងុកតែកំរាលឥតសោះទៅហើយរាត្រីនាំនាងទៅអង្គុយតុមួយគៀនគេចាំចំណានព្រោះពុំទាន់ឃើញមកដល់លីណាញ៉ាំអីចាស់ហៅតែទៅកកបានហើយរាត្រីតមិនបានសៃខឹកមិនលើតិចយីអីក៏លក់មុខខ្ញុំម្លេះក្នុងទីនេះកុំចាត់ទុកជាអ្នកបំរើនឹងនេចវាយអីមាននវីអមអ៊ីនព្រោះឃើញគេគ្រប់គ្នាចេះតែសម្លឹងយ៉ាងពេកច្បាស់ជាញ៉ាំអីមិនកើតទេអញ្ចឹងកាហ្វេទៅដោះគូកំឡោះបន្ថែមញ៉ាំមីគៀវទេមាននវីក្រវីក្បាលតិចញញឹមស្រាលដាក់មេនុបធ្វើឲ្យរាត្រីរាំងភាំងបន្តិចដែរព្រោះលីណាពេលចូលចំណោមគេអីចឹងមានដឹកពីសគុតសគុំល្អណាស់ហើយថ្លៃធ្នូទៀតពុំធ្លាប់ដូចអ្នកវ័យតម្លៃតាំងពីមុនទេនាងលើកកែវផឹកបែរមុខចេញពីភ្នែករាត្រីដល់ចោលភ្នែកចំទូឯកុនតុកក្បែរនោះឃើញគេងាកមើលចំពេកនាងដាក់កែវចុះលែងហ៊ានផឹករាត្រីអស់សំណាចកំប៉ិនខ្មាស់អៀនពេកតែពិបាកខាតឲ្យចិនគិតលុយទៅទេអត់បានញ៉ាំស្រីឈ្ងុកមុខកេះក្រចកអត់អីទេខ្ញុំពុំធ្លាប់ញ៉ាំព្រឹកផងអ្នកប្រុសចំណានទៅចូលមកដល់ទៀងក្អីអង្គុយក្បែរតរណីដោយទឹកមុខរំភើបលេងព្រួយកង្វល់ស្រីល្អឈ្ងុកមុខលេងងើបតែម្ដងព្រោះនាងពុំធ្លាប់អង្គុយទល់មុខសុទ្ធតែប្រុសយ៉ាងនេះសោះចាំគ្នាយូរឬរាត្រីអូទៅនឹងមកដល់ដែរចំណានសម្លឹងកែវចរណៃយ៉ាងយូរនាងស្អាតអ្វីម្លេះអាវស្វាយប្រឡែតអីចឹងគ្មានអ្វីប្លែកទេដល់វាស្ថិតនៅលើរូបកាយស្រីល្អវាទៅជាសំអត់ខ្ចោះតែម្ដងគេវិចារតិចលីណាខ្ញុំតែងគិតពីអូនគ្រប់នាទីតែខ្ញុំជឿថានៅជាមួយរាត្រីក៏ខ្ញុំដឹងចិត្តមួយយ៉ាងដែរខ្ញុំមិនពិបាកនឹងទ្រាំទ្រសម្ដីលោកប៉ាខ្ញុំសូមស្នើចិត្តអូនឲ្យគិតពីអនាគតលីណាខ្ញុំពុំមែនជាព្រាននារីទេខ្ញុំចង់ជួយស្រោចស្រង់អូនដោយក្តីអាណិតនិងស្រឡាញ់ស្មោះត្រង់បំផុតស្រីល្អញាប់ញ័រចំប្រប់កាលមុនត្រឹមរាត្រីនិយាយឥឡូវជប់មុខចំណានផ្ទាល់មាននវីបែកញើសជោគខ្លួនត្រជាក់ដៃត្រជាក់ជើងយ៉ាងម៉េចមិនដឹងគិតតែនៅស្ងៀមរាត្រីវិចារមួយមិនមិនឆ្លើយប្រាប់គេទៅលីណាមាននវីរលីងរលងទឹកភ្នែកមួយរំពេចតែខំបន្លប់កោកាខ្វេតតែរលែកទឹកកកអស់អ្នកប្រុសខ្ញុំ
ខ្ញុំគ្មានពាក្យអ្វីត្រូវនិយាយទេខ្ញុំក្រហើយតែលតល់ពុំអាចនឹងទទួលកតញ្ញូដល់ថ្នាក់នេះឡើយអ្នកប្រុសអាណិតខ្ញុំតែគ្រូសារឪពុកម្ដាយផ្សេងពីអ្នកប្រុសសពថ្ងៃខ្ញុំព្រួយតែពីរឿងក្រតែពុំព្រួយខាងផ្លូវចិត្តទេបើខ្ញុំប្រឡូកនឹងផ្លូវជីវិតសិតតែបន្លាវាពុំសមព្រោះខ្លួនជាស្រីច្បាស់ជាត្រូវគេមើលងាយថាបើពុកបងមិនទទួលកូនប្រសាអ្នកក្របងក៏ពុំព្រមរៀបការតាមគាត់បានដែរទោះ20ឆ្នាំក៏ដោយបងនៅតែរងចាំអូនតែអ្នកប្រុសគិតខុសហើយកំរងចាំខ្ញុំអីព្រោះខ្ញុំអត់រងចាំអ្នកប្រុសទេខ្ញុំមិនធ្វើឲ្យអ្នកប្រុសខកចិត្តព្រោះតែខ្ញុំក្រទោះប្រហែលឆ្នាំទៅមុខទៀតក៏អ្នកក្រនៅតែក្រពុំអាចប្រែប្រួលទេចំណានដកដង្ហើមធំមិនចេញស្ដីរត់ត្រីបន្លឺកាត់នាំគ្នាញ៉ាំគុយទាវទៅគេមើលមុខច្រើនណាស់ប្រយ័ត្នខ្ញុំរត់ចោលណាចំណានបញ្ញាប់បង្ហើយគុយទាវឯលីណាក៏ផឹកកាហ្វេអស់ដែរចំណានបើកឡានបែកផ្លូវទាំងមិនអស់ចិត្តគេសម្រេចថាលេងហ៊ានទៅឃើញមុខនាងទៀតហើយកុំឲ្យចិត្តវារត់តែឈឺចាប់ឡើងរត្រីបើកឡានបន្លឺតិចមានស្ដាយក្រោយទេលីណាខ្ញុំគ្មានស្ដាយអ្វីទេតែខ្ញុំនៅតែទន្ទឹងជាប់ចំណិចថាមិនភ្លេចគុណអ្នកប្រុសទេរត្រីនៅស្ងៀមពលៈឥឡូវពុំសូវកាចឆ្នះដាក់លីណាទេដើម្បីទម្លាប់ខ្លួនឲ្យត្រូវចិត្តរត្រីប្រុសតែស្រឡាញ់កូនផ្ទះឈើនេះរៀបចំស្អាតណាស់សុទ្ធតែរូបគំនូរហ្គីតាទេសភាពថ្ងៃលិចកំពុងសាចកំតិចពណ៌មាសឆ្លោះបំភ្លឺកូនទូកតូចដែលកំពុងបណ្ដែតកាត់ទន្លេល្វឹងល្វើយទីណាក៏មានផ្ទាំងគំនូរព្រម្ចាស់គេឋានតូចល្អឈ្មោះទិវាក្នុងសម្លៀកបំពាក់កីឡាខ្មៅឆ្នោតលឿងកំឡោះកំពុងអង្គុយតែងបាត់បង្ហើយកំឡោះតែងចាប់ហើយឈរពុតខ្លួនប្រានមុខកញ្ចក់រួចដោះអាវចេញចិត្តចូលគេងហើយគេត្រូវផ្អាកពេលវេលាដោយច្រៀងជាបណ្ដាដើម្បីចាប់សិភៅសិក្សាមកគិតគូរម្ដងព្រោះវាជាអនាគតរបស់អ្នកខ្សែកឆ្មាបន្តោងរូបហ្គីតាវាសមនឹងសាច់ដុំណែនហាប់របស់គេណាស់កំឡោះរលាស់សក់ដោយមិនបានប្រស្និទ្ធទាញសិភៅក្របក្រាស់បើកមើលដែលមានឆ្លាក់ឈ្មោះថាវងសាលីនិស្សិតមហាវិទ្យាល័យច្បាប់ឆ្នាំទី1បានន័យថានៅពេលប្រកបរបរក្នុងជីវិតជាអ្នកតន្ត្រីគេប្រែឈ្មោះផ្សេងកុំឲ្យលោតឡំដល់ឈ្មោះសិក្សារបស់គេកំឡោះផ្ទាត់សិភៅម្ដងមួយសន្លឹកតាំងពីចូលជាអ្នកចម្រៀងជាដំបូងគេចាប់ផ្ដើមច្រៀងនៅភោជនីយដ្ឋានបំពេអ្នកក៏បានសរសើរនិងរាប់អានពេញទំហឹងពីភ្ញៀវរហូតដល់មានឈ្មោះល្បីក្នុងក្រុមភ្លេងដល់ល្បីប្រចាំរដ្ឋធានីទៀតអ្នកត្រូវរវល់គ្មានទំនេរពុំដែលបានសរសេរសម្បត្តិទៅលេងម្ដាយមីងសោះកំពុងផ្លឹកដល់ថ្ងៃដែលបានជួបនាងល្អស្ងួតស្លូតបូតបំផុតស្រាប់តែសួរម៉ូតូមួយឈប់មុខផ្ទះអ្នកកំឡោះស្ទុះងើបរត់ចេញទៅក្រៅយល់ម្ចាស់ម៉ូតូជានារីរូបស្អាតម្នាក់សម្បុរស្អាមចិញ្ចាំស្រស់ពាក់អាវយឺតពណ៌សសូកក្នុងកបួយពណ៌ស្លឹកឈើសំអត់ខ្ចោះស្ថិតក្នុងវ័យប្រមាណ20ឬ21ឆ្នាំតែសាច់មាត់ខៃមិនចាញ់នារី16-17ឆ្នាំទេនាងចោលពន្លឺភ្នែកសែនសទន់មករកទីវាបងសាលីអត់តណាទេឬថ្ងៃនេះអ្នកកំឡោះញញឹមស្រស់ណាស់ចិត្តចូលរៀនបងកំពុងផ្អាកសកម្មភាពបណ្ដាហើយសម្បីតែហាងប៉ាអូនក៏បងប្រហែលឆ្លៀតច្រៀងតែពេលទំនេរទេនាងញញឹមតបរួចកំឡោះអោនគោរពសូមអញ្ជើញអ្នកនាងម្ចាស់ធីតាក្តាច់គីអស់ទំហឹងក៏មកកាច់រៀងដាក់អូនឥឡូវបានខ្លាចជាអ្នកចម្រៀងឯកសម្បូរមិត្តនារីច្រើនលែងរវល់នឹងអូនហើយកុំនិយាយរបៀបនេះក៏ល្យានអូនជាប្អូនធន់ដល់ស្លូតបូតជាកូនក្រមុំថៅកែហើយនរណាដឹកនាំបងឲ្យបានចូលហាងប៉ាអូនឲ្យបងស្រួលក្នុងការរស់នៅសប្តាហ៍ថ្ងៃនេះគ្មានពេលណាដែលសេលីភ្លេចអូនទេបងនៅតែតាមការពារអូនក្នុងនាមជាបងប្រុសបងនៅតែចាំមើលផ្លូវអូនរាល់ល្ងាចទំនេរបងប្រុសបងចេះនិយាយតែពាក្យដដែលទេឬកំឡោះធ្វើភ្នែកស្លើ
ចុះនិយាយថាម៉េចវិញអូនកល្យានអ៊ីនលេងបន្តដើរធ្វើងងក់ចូលទៅក្នុងទិវាញញឹមខ្ជិបដើរចូលតាមនាងកំឡោះប្រមែនល្ងងទេគេដឹងពេកទៅហើយថាកល្យានកូនពៅលោកថកែហាងបំពេស្រឡាញ់គេច្បាស់ណាស់នាងបានស្គាល់គេគ្រាដំបូងពេលនាងជិះស៊ីក្លូនអ្នករួចមានជើងឆើតមួយចំនួនជិះតាមអ្នកទៅភ្នែកក៏បដៅពួកនោះម្ដងទៅកល្យានចាប់ផ្លឹកសម្រាប់អាននៅពេលដឹងថាអ្នកជានិស្សិតថ្នាក់ទីបញ្ចប់ឆ្លៀតធាក់ស៊ីក្លូដើម្បីរៀននាងចាប់ចិត្តអាណិតជួយឧបត្ថម្ភរហូតសមឪពុកឲ្យអ្នកចូលច្រៀងជំនួសអ្នកចម្រៀងចាស់ប្រចាំឱកាសប៉ានាងហើយអ្នកក៏ល្បីឈ្មោះដោយសារនាងរហូតដល់សពថ្ងៃទីវាច្រៀងពីរោះណាស់តែគ្មានសហួយក្នុងការតាក់ទងទូលាយពុំអាចបង្ហាញខ្លួនលើឆាកសិល្បៈបានហេតុនេះមាននៅត្រូវតែភ្ជាប់មិត្តភាពពិសេសជាងគេជាមួយកល្យានរហូតដល់សឹងគ្នាជាបងប្អូនធាត់ទៀតក្នុងការរាប់អាននេះទីវារាប់អានដោយស្មោះតែនាងវិញវាឈានចូលដល់កំណត់ចិត្តហើយកំឡោះព្យាយាមធ្វើមិនដឹងខ្លួនព្រោះអ្នកអត់មានចិត្តទៅលើកល្យានជាសេចក្តីស្នេហាសោះគ្រាន់តែអាណិតបន្តិចកល្យានចូលទៅដេកលើពូកគេរាំងទំនងមាននប់ចិត្តត្របែកឲ្យនាងរួចបុកអំបិលម្ទេសទំនងកល្យានសើចក្អឹកអូនមិនដែលឃើញប្រុសអីអង្គុយបុកគ្រឿងសំយ៉ាងនេះទេទីវាជាសុភាពបរោះម្នាក់ធ្លាប់តស៊ូក្នុងឆាកជីវិតទោះស្រីឲ្យដៃយ៉ាងណាក៏មិនរវល់ដែរនៅផ្ទះអូនធ្លាប់ប៉ោមសេរីនៅផ្ទះបងមានតែតបែកតែអូនចូលចិត្តទេកល្យានញញឹមស្រស់ចូលចិត្តអ្វីដែលបងចូលចិត្តអូនក៏មិនចំទាស់ដែរអូនត្រូវប្រឡងបាក់អង្គឆ្នាំនេះឬចាស្ដាយដែរបងរវល់រៀនផងច្រៀងផងរកពេលទំនេរទៅបង្រៀនអូនមិនបានសោះកុំរវល់បងគិតតែខិតខំខ្លួនឯងទៅប្រយ័ត្នធ្លាក់មហាវិទ្យាល័យអូនអាចរកសាលារៀនគួរបានហើយមែននប់លើកតបែកដាក់លើតុរួចហៅនាងឲ្យអង្គុយញ៉ាំគេឆ្លៀសក្បាលនាងថ្នមកល្យានបងសួរអូនដូចជាឆោតប៉ាអូនមាននិយាយអ្វីទេពីការរាប់អានរបស់អូនចំពោះបងប៉ាមិនដែលថាអីទេគាត់ធ្លាប់ប្រាប់អូនថាបងជាក្មេងសុភាពល្អណាស់អូនរាប់អានមិនខុសទេឮហើយនៅយីក្មេងផងធ្វើប្តីគេបានហើយកុំច្រឡំកល្យានសើចក្អឹកលោកកញ្ចក់ចុចដៃមេនុបបងប្រាប់អូនមកមើលផ្ទះនេះមានស្រីប្រមាណអ្នកហើយធ្លាប់ចុះឡើងមានម្នាក់ហើយកល្យានសែនខ្នាញ់រត់មកខំស្មាគេក្រឹបអាយយលេងឈឺម្ល៉េះអូនខូចសាច់បងអស់ហើយគេសួរមែនតើណាចុះបងឆ្លើយមែនតើណែតាបងពុំដែលស្គាល់នារីណានាំមកលេងដល់ផ្ទះមែនតែកល្យានដែលធ្លាប់មានគុណម្នាក់ប៉ុណ្ណោះអញ្ចឹងគោរពអូនហៅថាលោកយាយទៅខ្ជិលហៅអីខ្លាចចៅណៃអស់គេសាច់ព្រមគ្នាកល្យានបោះផ្ទះរៀបចំទុកដាក់ស្អាតបាតទៅព្រាទៅផ្ទះវិញយប់យន្តត្រជាក់មេឃគ្មានផ្កាយសោះពពកស្រអាប់មីដេដាខ្វះដួងចន្ទ្រាជាសញ្ញាថាចិត្តភ្លៀងកក់ខែខ្យល់បក់ខ្លាំងហើយរលឹមតិចដោយផ្សែងក្រូចរមៀលស្រោចស្រពត្របកផ្កាឲ្យរីកស្រស់ញញឹមម៉ោង 7 យប់ភ្លៀងធ្លាក់ស្រេចរួចខ្លាំងបន្តិចម្ដងនៅក្នុងសួនច្បារលីណាអង្គុយសង្កត់ក្រោមដំណក់ទឹកភ្លៀងបើមើលឲ្យច្បាស់គឺនាងកំពុងអង្គុយយំបន្លំទឹកភ្នែកជាមួយទឹកភ្លៀងស្រីកំពុងនឹកស្រមៃដល់ពាក្យផ្ដែផ្ដាំជាច្រើនរបស់ម្ដាយចិញ្ចឹមគាត់បានប្រាប់ពីការរស់នៅថានាងជាកូនអ្នកមានទ្រព្យនៅភ្នំពេញព្រោះនាងមានខ្សែមរតកជាប់នឹងខ្លួនហើយពេលនេះនាងមករកពឹងពាក់សាលីដែលជាក្មួយគាត់គេជាប្រុសជើងវែងឲ្យជួយស៊ើបប្រវត្តិខ្សែកនេះក្រែងអាចមានវាសនាជួបសាច់ឈាមបង្កើតវិញក្នុងការរស់នៅក្រោមដំបូលផ្ទះរាត្រីគ្មានប្រុសណាអាក្រក់មាក់ងាយបានទេថ្ងៃមិញលោកយាយឆែកឃើញលុយជាង 100000 ដែលសន្សំទុកប្រមូលរួចជាស្ដីថានាងលួចលុយទៀតផងគាត់ចាំតែរាត្រីមកដល់ផ្ទះអានឹងប្រាប់ឆាកជីវិតពិបាកក្រីក្រណាស់ក្នុងចិត្ត
ទ្រឹស្មោរបស់ចម្ពោះមនុស្សចង្អៀតចង្អល់រាត្រីរវល់បង្ហាយកិច្ចការនៅក្រុមហ៊ុនរួចជាប់ភ្ញៀវផងគេទៅនឹងមកដល់ទាំងភ្លៀងខ្ជូកស៊ីផ្លេឡានទៀតធីតាស្ទុះងើបពីបង់ទៅបើកទ្វាររបងហ្វាឡានបញ្ចាំងយ៉ាងច្បាស់នៅរាងដល់សាឡូនរបស់លីណាក្នុងសម្លៀកបំពាក់ទទឹកឡានចូលក្នុងរោងមាននាវីបិទទ្វាររបងរួចដើរចូលមកមាននប់ហុចសោឡានឲ្យតាសូហ្វ័បិទកញ្ចក់ត្រឹមត្រូវរួចហុចកតាបឲ្យមាននាវីគេសម្លឹងនាងមុតពេកនាងអ៊ីនរឹងខ្លួនបញ្ញាប់ឡើងទៅលើកំឡោះមិនលើតិចមិនទៅទឹកអស់រវល់ធ្វើអីចាខ្ញុំចង់ងូតទឹកភ្លៀងរលឹមគួរឲ្យចូលចិត្តភ្លៀងជួយលាងចម្រាស់ទឹកកង្វល់ក្នុងខ្លួនខ្ញុំបានខ្លះណាអ្នកប្រុសប្រយ័ត្នទៅជាឈឺគ្មានអ្នកណាមើលឬទេចំណានទៅទស្សនកិច្ចនៅឆេកូ6ខែណោះធីតាអឹមអ៊ីនតោះជាគាត់នៅក៏គាត់គ្មានចាំបាច់មកមើលខ្ញុំដែរគេចាំបាច់ត្រូវតែមកមើលលើឋានយ៉ាងឈឺធីតាឈ្ងក់មុខមិនចេញស្ដីឡើងមកដល់លើផ្ទះលុយយាយសាប់ប្រាវភ្លាមប្រាប់រឿងលីណាសល់លុយមិនសមហេតុផលរាត្រីធ្វើហើយលុយនោះពុំមែននាងលុយក្នុងផ្ទះយើងទេនិយាយឲ្យនាងវិញទៅខ្ញុំអ្នកទទួលផ្ទាល់គឺលុយចំណានទេតាគេផ្ញើឲ្យលីណាទុកចាយព្រោះគេអាណិតចំណានឲ្យយីឯងបណ្ដោយឲ្យពួកម៉ារយៈស្រីបំរើអីចឹងប្រយ័ត្នឪពុកម្ដាយគេខឹងណាខឹងអីគេមានស្នេហាគ្នាណាគ្រាន់តែអាណិតឲ្យចាយទៅលីណាខំទៅរៀបចំផ្ទះវាបានស្អាតឥឡូវវាទៅឆេកូបាត់ហើយមានរឿងអីនាំឲ្យខឹងរាត្រីប៉ិនដោះសារពេករត់តែលុយយាយខឹងលីណាក៏មិនកើតវលៈប្រាលីណាឲ្យទៅទិញផ្លែមៀនឲ្យនាងព្រោះរាត្រីមិននៅគ្មានឡានទំនេររាត្រីចុះពីធ្វើការថ្ងៃជាងបន្តិចចតឡានក្នុងរោងមួយដើរទៅរញទ្វាររបងបាត់ព្រោះស្ងាត់មនុស្សតាថៃសួនក៏ពុំឃើញស្រាប់តែលីណារត់ចូលក្នុងរបងផ្ទះទាំងរហ័នជុលមាននប់អស់តំហឹងជ្រុះថងមីនរែកពេញដីប្រានស្រីដួលទាំងស្រុងលើរាត្រីអ្នកកំឡោះទប់ខ្លួនយ៉ាងជាប់ក្នុងរង្វង់ដៃទ្រង់ក្រពុំដោយផ្កាឈូកផ្អាប់យ៉ាងស្និទ្ធលើទ្រង់ដំងំរបស់គេដៃគេដែលទម្លាក់ដោយភ្ញាក់ក្តោបចង្កេះដល់ស្រលូនយ៉ាងណែនទ្រង់ស្រីលូតលែងត្រូវចង្វាក់ណាអៀនណាភ័យនាងបញ្ញាប់ស្ទុះថយចេញពីខ្លួនកំឡោះរាត្រីទទួលអារម្មណ៍ដូចជាស្ដាយអ្វីមួយយ៉ាងសាច់នាងរលោងស្រិលក្រអូបប្រហើទន់ត្រជាក់គួរចង់ផ្ដេចផ្ដិតថ្ពាល់នាងក្រហមដូចផ្លែទម្លាប់នាងល្អអូនរើសមេនទាំងញ័រដៃទៅត្រឹកថៃនឹងលីណាចាដៃទេខ្ញុំរត់លឿនពេកនាងរត់ឡើងលើផ្ទះបាត់រាត្រីចោលភ្នែកទៅក្រៅឃើញបរិសសក់វែងតាំងខ្លួនហឺហា2-3នាក់ជិះម៉ូតូត្រៃខ្មៅត្រឡប់ទៅវិញច្បាស់ជាតាមហើយបានជាលីណាភ័យម្លងមាននប់នឹកក្នុងចិត្តអាណិតដែរព្រោះតែនាងស្អាតពេកបានជាគេតាមរាប់មិនអស់ខ្លួនមួយពិបាកវេទនាបានជាធ្លាក់ក្នុងរណ្ដៅភក់ជ្រាំរាត្រីឡើងទៅលើផ្ទះក្រោយនាងវេលារត់មកទទួលកំឡោះគេស្មាគូដណ្ដឹងចូលក្នុងបន្ទប់សាឡុងព្រឹកថ្ងៃអាទិត្យលីណាត្រូវទៅផ្សារទិញម្ហូបមាននាវីតថ្លៃទិញផ្លែសាវម៉ាវព្រោះនឹងចង់សែនឲ្យអ្នកម្ដាយសំឡេងបរិសម្នាក់មិនលើយ៉ាងសុភាពអ្នកនាងទិញសាវម៉ាវអីក៏តិចម្ល៉េះផ្ទះធំគ្នាច្រើនសំតែទិញ5គីឡូទៅលីណាងាកមកឃើញទីវាយឈុយញញឹមស្រស់អាវសបើកករបៀបសាសាឡារបស់គេបង្ហាញលក្ខណៈសគុតសគុំភាពញញឹមក៏មិនឆ្លើយដែរធីតាញញឹមបន្តិចជាកិច្ចគួរសមទិញច្រើនធ្វើអីគ្មានអ្នកចូលចិត្តទេអ្នកផ្ទះខ្ញុំទិញយកទៅប្រើការបន្តិចបន្តួចគ្រប់គ្រាន់ហើយខ្ញុំចង់ទិញ 2-3 គីឡូអ្នកនាងជួយរើសផងបានទេស្រីប៉ិនទិញជាងប្រុសស្រីស្រស់បន្តជួយរើសសាវម៉ាវឲ្យទីវាមាននប់និយាយលេងរស់រាយគួរសមអ្នកនាងខ្ញុំស្អាតណាស់ចម្រៀងខ្ញុំច្រៀងទៅឥតន័យសោះព្រោះគ្មានអ្នកស្ដាប់សោះកាលថ្ងៃជប់លៀងនៅផ្ទះអ្នកនាងនោះ
មិនក៏ថាគ្មានគេស្ដាប់សំឡេងអ្នកប្រុសពីរោះណាស់គេស្ដាប់គ្មានហ៊ានដល់ដង្ហើមម្នាក់ទេចុះអ្នកនាងវិញស្រីស្រស់ញញឹមអៀនខ្ញុំចូលចិត្តស្ដាប់ដោយតែគេឯងដែរខ្ញុំចង់ជម្រាបអ្នកប្រុសថាផ្ទះធំនោះមិនមែនជាផ្ទះខ្ញុំទេខ្ញុំមាននាទីត្រឹមជាស្រីបម្រើទិវាឬសាលីដែលលីណាជួបហើយមិនស្គាល់នោះនិយាយរៀងថ្នមពុំមែននិយាយរកអ្នកនាងក្នុងពេលនេះក្នុងការប្រកាន់ចាំតែម្ចាស់ឬអ្នកបម្រើបែងចែកផ្សេងគ្នានោះទេខ្ញុំជាសិស្សរស់នៅវត្តផ្ញើខ្លួនគ្មានឋានៈអ្វីទាំងអស់បើយកមកគិតវិញនោះ